National Thailand នាយករដ្ឋមន្ត្រីថៃផាថងឋានស៊ីនវត្រាបានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេសដោយព្រមានសាធារណជនឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងបន្ទាប់ពីការរញ្ជួយដីនៅថ្ងៃទី28នេះជាមួយនឹងលទ្ធភាពនៃការកើតឡើងវិញនៅក្នុងរយៈពេល24ម៉ោងថ្លែងចេញពីខេត្តភូកេតនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការឆ្លើយតបសម្របសម្រួលនៅគ្រប់ក្រសួងរដ្ឋាភិបាលទាំងអស់ដើម្បីដោះស្រាយស្ថានភាពដែលកំពុងវិវត្តវិធានការភ្លាមៗត្រូវបានកើតឡើងដើម្បីជូនដំណឹងនិងការពារសាធារណជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Digital ត្រូវបានណែនាំឲ្យដាក់ពង្រាយសារ SMS ដែលផ្ដល់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗដល់ប្រជាពលរដ្ឋនៅក្នុងពេលដំណើរនេះដែរសេវាផ្សព្វផ្សាយសាធារណៈក៏បានកំពុងត្រូវបានចាក់ផ្សាយទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផងដែរទាក់ទងនឹងការការពារខ្លួនពីការរញ្ជួយដីនេះเฮ้ยเราต้องระวังตึกเราด้วยอ่ะเฮ้ยเฮ้ยโอ้ยតម្លៃ$99រៀនមួយខែព្រីជូនមួយខែសាលាបំផុស Plan A Education យើងខ្ញុំចាប់បាក់ហើយបង្រៀនគួរលើមុខវិជ្ជាជាច្រើនដូចជាគណិតវិទ្យារូបគីមីនិងជីវវិទ្យាចាប់ពីថ្នាក់ទី5ដល់ថ្នាក់ទី12ហើយមានតម្លៃពិសេសសមរម្យត្រឹមតែ$99ក្នុងមួយខែរៀនមួយខែព្រីជូនមួយខែសូមទំនាក់ទំនងលេខទូរស័ព្ទ093 60 26សូមអរគុណសាលាបំផុស Plan A ដំណើរឆ្ពោះទៅកាន់នីតិ A